យោធាថៃនៅតែបន្តបើកការបាញ់ប្រហារមកលើកម្ពុជាយោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5នៅវេលាម៉ោង 12:49 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានឈានបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើងនៅភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើផ្លូវជាតិលេខ56បាត់បង់អាយុជីវិតចំនួន2នាក់ដោយសារក្របផ្លងរបស់យោធាថៃនេះបើតាមក្រសួងការពារជាតិកម្ពុជាលោកប្រឹកឡើងស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅតែបន្តបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4ចាប់តាំងពីវេលាម៉ោង 4:45 នាទីទៀបភ្លឺនៅថ្ងៃទី9ខែធ្នូឆ្នាំ2025រហូតមកដល់ពេលនេះយោធាថៃនៅតែបន្តបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4នៅក្នុងតំបន់ភ្នំខ្មោចនិងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀតរួមមានតាផាវប្រាសាទតាមាន់ប្រាសាទព្រះវិហារប្រាសាទខ្នារវាលឥន្ទ្រីភ្នំខ្មោចគោល8ជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកែវសិក្ខាគិរីស្វរៈនិងបានបាញ់ផ្សែងពុលនៅប្រាសាទតាក្របីក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តអត់ងាករេនៅរាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារដែនអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយជាមួយគ្នានេះដែរកាលពីយប់ថ្ងៃទី8ខែធ្នូឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារតាមរយៈគេហទំព័រផ្លូវការដោយមានខ្លឹមសារដូចនេះថាថ្នាក់ដឹកនាំថៃធ្លាប់បានប្រកាសនៅតាមបណ្ដាញសារព័ត៌មាននិងនៅតាមវេទិកាអន្តរជាតិជាប្រចាំថាប្រទេសថៃជាប្រទេសស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិហើយដូច្នេះគឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី8ខែធ្នូឆ្នាំ2025ថាកងទ័ពភូមិភាគ1របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញរួមទាំងការបាញ់កំភ្លើងផ្លោងនិងចល័តកងយោធាចូលក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យនិងគោលដៅមួយចំនួនទៀតនៅក្នុងខេត្តបន្ទាយមានជ័យសម្ដេចបន្តថាបើថៃពិតជាស្រឡាញ់សន្តិភាពនិងស្រឡាញ់ទឹកដីដូចកម្ពុជាគួររដ្ឋាភិបាលនិងកងទ័ពថៃប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តរួមគ្នាសម្ដេចថាបើថៃពិតជាគោរពច្បាប់អន្តរជាតិមែនគឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវិលនោះទេក្រុមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេកម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនៅគោលការណ៍គោរពអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងប៉ុន្តែក៏មិនអនុញ្ញាតឲ្យប្រទេសណារំលោភលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនដែរខ្ញុំក៏បានលើកថ្នាក់ដឹកនាំប្រទេសថៃប្រកាសដូចគ្នាមូលហេតុនេះហើយបានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ដែលបានដំណើរការជាង20ឆ្នាំដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងពិសេសកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908ដល់1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919ដល់1920ថ្មីនេះស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47នៅក្នុងខេត្តបន្ទាយមានជ័យនិងលេខ52ដល់លេខ59នៅក្នុងខេត្តបាត់ដំបងការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ
ជាលទ្ធផលការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ52ដល់លេខ59នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់ 100% និងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47ក៏បានកំពុងដំណើរការទៅដោយរលូនតាមលក្ខណៈបច្ចេកទេសនិងស្របតាមសន្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងនានាជាធរមាននិងឯកសារគតិយុត្តដែលបន្សល់ទុកពីអតីតកាលដែលភាគីទាំងពីរបានឯកភាពគ្នាហើយដូច្នេះនៅពេលដែលកងទ័ពយុទ្ធភូមិភាគទី1ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅតំបន់ក្នុងព្រំប្រទល់ខេត្តបន្ទាយមានជ័យកម្ពុជានិងខេត្តស្រះកែវថៃដែលរួមទាំងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47ផងនោះគឺផ្ទុយទៅនឹងស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការវាស់វែងនិងបោះបង្គោលព្រំដែនស្របតាមច្បាប់អន្តរជាតិសម្ដេចសង្ឃឹមថាភាគីថៃដែលតែងតែប្រកាសថាជាប្រទេសស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិនឹងបន្តប្រើប្រាស់មធ្យោបាយដោយសន្តិវិធីស្របតាមគោលការណ៍ច្បាប់ក្នុងការធ្វើការវាស់វែងនិងបោះបង្គោលព្រំដែនដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗនេះជាវិធីសាស្ត្រងាយបំផុតតម្លាភាពបំផុតនិងយុត្តិធម៌បំផុតព្រោះកម្ពុជាគ្មានគោលបំណងរំលោភលើដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសជិតខាងនោះទេការវាស់វែងបានលទ្ធផលយ៉ាងណាកម្ពុជានឹងគោរពតាមខ្ញុំសង្ឃឹមថាប្រទេសថៃនឹងមានភាពស្មោះត្រង់ក្នុងការទទួលយកលទ្ធផលដូចគ្នា